គិតត្រឹមពាក់កណ្ដាលឆ្នាំ2026នេះអាចនិយាយបានថាបន្ទាប់ពី Tesla មកគឺ Hyundai Ioniq 5 ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះបើនិយាយពីទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក Tesla ប្រៀបដូចជាស្ដេចត្រែងទៅហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Inside EV រថយន្ត Hyundai Ioniq 5 កំពុងទទួលបានការគាំទ្រខ្លាំងមិនធ្លាប់មាននៅទីផ្សារសហរដ្ឋអាមេរិកគិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ Hyundai Ioniq 5 លក់បានចំនួន2730គ្រឿងពលគឺមានការកើនឡើង9%បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមូលហេតុដែលរថយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះគឺដោយសារតែវាជាប្រភេទរថយន្តដ៏ប្រណិតនិងងាយស្រួលក្នុងការប្រើប្រាស់ថែមទាំងមានតម្លៃសមរម្យដែលដាក់លក់ជាមួយតម្លៃចាប់ពីជាង30,000ដល់ជាង40,000 ដុល្លារប៉ុណ្ណោះចំពោះរថយន្តស៊េរីម៉ូដែលចុងក្រោយនេះក៏បានបំពាក់នូវរន្ធសាកថ្មប្រភេទ NACS ដែលប្រើប្រាស់ស្ថានីយ៍សាកថ្មរបស់ Tesla Supercharge បានបន្ថែមពីនេះសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីឆ្នាំ2026នេះក៏បានបំពាក់មកជាមួយកញ្ចប់អាគុយទំហំ84 kW ម៉ោងសាកថ្មបំពេញអាចបើកបរបានចម្ងាយរហូតដល់511 km គិតតាមស្តង់ដារវាស់ចម្ងាយ EPA និងគាំទ្រប្រព័ន្ធសាកថ្មល្បឿនលឿនកម្លាំង800 វ៉ុលអាចសាកថ្មពី10ទៅ80%ប្រើពេលប្រហែល20នាទីប៉ុណ្ណោះបាទនេះពីកម្រិតសមត្ថភាពវិញ Hyundai Ioniq 5ផ្ដល់មកជាមួយជម្រើសប្រើប្រាស់ទាំងប៉ុង1និងប៉ុង2នៅក្នុងនោះ Model Standard Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន1នៅប៉ុងខាងក្រោយអាចផ្លាស់កម្លាំងបាន225សេសចំណែក Model Long Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន2គាំទ្រដោយប្រព័ន្ធបង្វិលកង់ទាំង4 AWD អាចផ្លាស់កម្លាំងបាន320សេសនិងកម្លាំងរមុះ605 Newton ម៉ែត្រនិងអាចចុះស្ទុះពីកង់ទ0ដល់100 គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលប្រហែល 5.3 វិនាទីងាកទៅមើលផ្នែកខាងក្នុងរថយន្តនេះក៏បានរចនាមកជាមួយកាប៊ីនយ៉ាងធំទូលាយដែលបានបំពាក់មកជាមួយអេក្រង់ទំហំ 12.3 អ៊ីនចំនួន2នៅលើផ្ទៃតែមួយភ្ជាប់មកជាមួយមុខងារ Apple CarPlay និង Android Auto ឥតខ្សែជាស្តង់ដារចំពោះប្រព័ន្ធសំឡេងវិញបានបំពាក់មកជាមួយឧបករណ៍បំពងសំឡេងចំនួន6ជាស្តង់ដារនិងមានជម្រើសប្រព័ន្ធសំឡេងលំដាប់កម្ពស់ដែលភ្ជាប់មកជាមួយឧបករណ៍បំពងសំឡេង Marboss ចំនួន8គ្រាប់បន្ថែមពីនេះ Ioniq 5 ក៏បានភ្ជាប់មកជាមួយមុខងារកម្ដៅចង្កូតដែលស័ក្តិសមបំផុតក្នុងប្រទេសដែលមានព្រិលធ្លាក់ឬអាកាសធាតុត្រជាក់ជាដើមអ្វីដែលមិនអាចខ្វះបានរថយន្តនេះបានបំពាក់មកជាមួយរន្ធដើម្បីទាញយកថាមពលអគ្គិសនីយកទៅប្រើ V2L ផងដែរដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ពេលធ្វើដំណើរកម្សាន្ត